របៀបនៃការបង្កើតអ៊ីមែលងាយៗតាមទូរស័ព្ទដៃតោះបងប្អូនយើងណាខ្លះដែលកំពុងតែត្រូវការអ៊ីមែលសម្រាប់ប្រើប្រាស់ទូទៅដូចជាយកទៅបង្កើត Facebook account ឲ្យដឹងមាំយកទៅបង្កើត YouTube ដើម្បីរលុយដើម្បីយកទៅបង្កើត Apple ID ឬក៏បងប្អូនយកទៅប្រើប្រាស់ការទូទៅផ្សេងៗដូចជាដាក់ជាមួយនឹងកុងធនាគារផ្សេងៗហើយអត់ទាន់មានអ៊ីមែលណាដែលល្អដែលសមស្របទេពេលខ្លះយើងទៅទិញទូរស័ព្ទខាងជាងទូរស័ព្ទគាត់ដាក់អ៊ីមែលរបស់គាត់យើងទៅដែលយើងមានអារម្មណ៍ថាអត់សុវត្ថិភាពសម្រាប់ខ្លួនឯងណាហើយចង់បង្កើតអ៊ីមែលខ្លួនឯងមួយឲ្យរឹងមាំដើម្បីប្រើប្រាស់ទូទៅហើយអត់ទាន់ចេះតោះថ្ងៃនេះបងប្អូនបានមើលវីដេអូមួយនេះគឺបងប្អូនចេះពីរបៀបនៃការបង្កើតអ៊ីមែលបានដោយខ្លួនឯងតាមរយៈទូរស័ព្ទដៃយើងផ្ទាល់តែម្ដងតោះយើងធ្វើតាមជាមួយនឹងខ្ញុំទាំងអស់គ្នាទៅគឺអាចបង្កើតអ៊ីមែលបានហើយចឹងយើងចូលមកកាន់ជ្រោមនេះមកបាទបន្ទាប់មកបងប្អូនចុចកន្លែង search នេះមកហើយសរសេរពាក្យថា create Gmail account បាទ Gmail account អូខេអញ្ចឹងបងប្អូនចុចលើពាក្យថា go ទៅអញ្ចឹងយើងឃើញកន្លែងខាងលើគេនេះគឺមានពាក្យថា create Gmail account បាទចឹងដើម្បីយើងអាចធ្វើការ create បានយើងចុចលើខាងលើគេនឹងមកចឹងយើងឃើញប៊ូតុងក្រហមមួយគេដាក់ថា create an account យើងចុចលើ create an account នឹងមកអូខេអញ្ចឹងដោយសារតែកន្លែងនេះគឺវានឹងលោតឲ្យយើង sign in បើសិនជាយើងបំមិញខ្ញុំមាន email នៅហ្នឹងឯងអញ្ចឹងខ្ញុំចុចលើ create account មកតង់ទៀតបាទកន្លែង create account នេះវាមាន2នេះបងប្អូនវាមាន2វាមាន for my personal use ហើយនិង for work or my business អញ្ចឹងបងប្អូនយកខាងលើគេទៅ for my personal use បាទអញ្ចឹងកន្លែងនេះគឺវាឲ្យយើងធ្វើការដាក់ឈ្មោះបាទ first name របស់យើងហ្នឹងឈ្មោះបងប្អូនចង់សរសេរ2ម៉ាត់ក៏បានសរសេរតែ1ម៉ាត់ក៏បានដែរអញ្ចឹងណាឧទាហរណ៍ខ្ញុំចង់បង្កើត email មួយខ្ញុំដាក់ឈ្មោះថា BOS បាទខ្ញុំដាក់ឈ្មោះនឹងអូខេបន្ទាប់មកកន្លែង surname នេះ optional ទេយើងអត់ចាំបាច់ដាក់ទេអញ្ចឹងខ្ញុំដាក់ឈ្មោះនឹងហើយខ្ញុំចុច next បាទបន្ទាប់មកថ្ងៃខែឆ្នាំកំណើតបាទចឹងយើងដាក់ថ្ងៃខែឆ្នាំកំណើតឲ្យទៅជាមួយអត្តសញ្ញាណប័ណ្ណរបស់យើងទៅកាន់តែល្អសម្រាប់ verify នៅពេលដែលយើងចាំត្រូវការចាំបាច់ណាឥឡូវនេះខ្ញុំឧទាហរណ៍ដាក់បងប្អូនមួយខ្ញុំដាក់ថ្ងៃទី14ខែ2បាទ14 February ឆ្នាំ2000បាទបន្ទាប់មក page កន្លែងនេះ page នេះគឺយើងរើសមកបើយើងប្រុសយកប្រុសស្រីថាស្រីហើយបើយើងអត់ចង់និយាយយើងយក rather not share ហើយ custom ផ្សេងសម្រាប់យើងខ្ញុំ recommend ឲ្យដាក់ឲ្យត្រូវមកបើប្រុសដាក់ male មកបើស្រីដាក់ female មកអញ្ចឹងអានេះខ្ញុំប្រុសខ្ញុំដាក់ male បាទបន្ទាប់មកខ្ញុំចុចលើពាក្យថា next អញ្ចឹងកន្លែងនេះគឺវាឲ្យយើងបង្កើតតទៅជាមួយនឹង email address ឈ្មោះដែលយើងចង់បានខាងលើនោះគឺជាការ recommend មកវាបាទអញ្ចឹងខ្ញុំចុចបង្កើតខ្លួនឯងបាទយកឈ្មោះថាពន្លឺ bos@gmail.com បាទខ្ញុំដាក់ឈ្មោះចេះមកមានថាអូកន្លែងនេះគឺបងប្អូនអត់ចាំបាច់សេ @gmail ទេដោយសារវាភ្ជាប់ជាមួយនឹង @gmail នៅខាងក្រោមហើយអញ្ចឹងសរសេរតែអ្វីដែលយើងចង់បានមកនេះខ្ញុំសេតែពន្លឺ bs ទៅវានឹងជាប់ជាមួយនឹង @gmail.com ហ្នឹងហើយអញ្ចឹងកន្លែងនេះយើងចុចលើពាក្យថា next ចំពោះ password បាទវាឲ្យយើងដាក់ password email ហ្នឹងអញ្ចឹង create a strong password with a mixture of letter number and symbol អញ្ចឹងចំពោះការ recommend របស់ខាងក្រុមហ៊ុន Google យើងត្រូវបង្កើត password ដែលមានអក្សរធំអក្សរតូចលេខហើយនិងនិមិត្តសញ្ញាបាទអញ្ចឹងយើងដាក់ password ហ្នឹងចាប់ពី8ខ្ទង់ឡើងទៅណាបាទខ្ញុំដាក់ password មួយមកបន្ទាប់ពីយើងបានដាក់ password ហើយយើងចុច next មកអញ្ចឹងចំពោះកន្លែងនេះគឺយើងដាក់លេខទូរស័ព្ទបងប្អូនកុំចុច skip អីព្រោះយើងប្រើបង្កើត email សម្រាប់ការប្រើប្រាស់ទូទៅផ្លូវការហ្មងគឺយើងត្រូវដាក់លេខទូរស័ព្ទដើម្បីងាយស្រួលនៅពេលដែលយើងផ្លិចអីផ្សេងគឺយើងអាច verify យក email ហ្នឹងមកប្រើបានជាមួយនឹងលេខទូរស័ព្ទអញ្ចឹងយើងដាក់លេខទូរស័ព្ទមួយមកខ្ញុំដាក់លេខរបស់ខ្ញុំមក010បន្ទាប់មកបងប្អូនចុចលើពាក្យថា next អញ្ចឹងវាដាក់អាហ្នឹងគឺជា recovery phone number អញ្ចឹងយើងត្រូវហើយយើងចុច next ទៀតមកអូខេអញ្ចឹងវាឲ្យយើង load មកយើងចុច agree ជាមួយនឹងគោលការណ៍របស់វាមកបាទអញ្ចឹងអានេះយើងបានបង្កើតហើយយើងចូលមកវិញមកនេះគឺខ្ញុំបានបង្កើតemail ដែលដាក់ឈ្មោះថាពន្លឺ BI នេះហើយបាទបងប្អូនគឺខ្ញុំបានបង្កើតហើយនេះ email របស់ខ្ញុំណា
nè bẩn lưới bos@gmail.com អញ្ចឹងកន្លែងនេះគឺយើងអាចយក email ហ្នឹងយកប្រើប្រាស់ទូទៅបានហើយសម្រាប់ដូចជាយើងយកទៅបង្កើត Facebook ឬក៏ធ្វើអីផ្សេងដែលបងប្អូនត្រូវការដែលត្រូវការ email ចាំបាច់ដើម្បីបង្កើតអញ្ចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំចង់ចែកម្លែកបងប្អូនខ្លីៗប៉ុណ្ណឹងហើយបើសិនជាបងប្អូនបានមើលវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយធ្វើការ Subscribe Like និងធ្វើការចែករំលែកវីដេអូមួយនេះឲ្យបងប្អូនយើងអ្នកផ្សេងទៀតដែលគាត់អត់ទាន់ចេះឲ្យគាត់បានចេះផងសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់ទៀត